ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នានៅវិធីមួយទៀតគឺតាក់ទងជាមួយនឹងការផ្លាស់ប្ដូរ Telegram របស់យើងមកជាភាសាខ្មែរជាធម្មតានៅក្នុង Telegram របស់យើងគឺវាចេញជាភាសាអង់គ្លេសបាទគឺវាមិនមានជាភាសាខ្មែរទេឥឡូវនេះខ្ញុំសូមបង្ហាញ Telegram ឲ្យបងប្អូនមើលសិនចឹងជាធម្មតានៅក្នុង Telegram របស់យើងនៅពេលណាដែលយើងចុចនៅមើលទៅលើ interface នៅកន្លែងនេះគឺវាមានជាភាសាអង់គ្លេសបាទគឺមានជាភាសាអង់គ្លេសហើយมันមានជាភាសាខ្មែរទេបើសិនជាបងប្អូនចូលទៅកន្លែង setting ហើយយើងយកកន្លែង language នេះដើម្បីធ្វើការផ្លាស់ប្ដូរភាសាអញ្ចឹងយើងឃើញថាមានភាសាអង់គ្លេសហើយនឹងមានភាសាផ្សេងជាច្រើនទៀតប៉ុន្តែចំណែកឯភាសាខ្មែរយើងគឺយើងអត់មានទេបាទគឺយើងអត់មានភាសាខ្មែរទេអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនថាតើយើងធ្វើដូចម្តេចដើម្បីឲ្យយើងអាចផ្លាស់ប្ដូរTelegram របស់យើងឲ្យមានជាភាសាខ្មែរជា interface ណា interface ជាភាសាខ្មែរអញ្ចឹងដំបូងឡើយគឺបងប្អូនអាចចូលមកក្នុងឯ group Telegram group របស់ខ្ញុំដែលខ្ញុំបានដាក់នៅទីនេះបងប្អូនអាចធ្វើការ join បានហើយបន្ទាប់មកគឺបងប្អូនចូលមកក្នុង chat របស់ group របស់យើងបងប្អូននឹងឃើញមានខ្ញុំដាក់file មួយគឺខ្ញុំដាក់ថាបដូរ Telegram ទៅជាភាសាខ្មែរអញ្ចឹងបងប្អូនចុចនៅលើ link បដូរ Telegram ទៅជាភាសាខ្មែរបងប្អូនចុចមួយមកបាទហើយបន្ទាប់មកគឺបងប្អូនចុចទៅលើពាក្យថា apply language បាទហើយបងប្អូនចាំបន្តិចអញ្ចឹងនៅពេលនោះវានឹងធ្វើការផ្លាស់ប្ដូរទៅជាភាសាខ្មែរហើយអញ្ចឹងឥឡូវនេះខ្ញុំសូមបញ្ចូលលេខសម្ងាត់ដើម្បីខ្ញុំចូលទៅប្រើបាទអញ្ចឹងឥឡូវនេះ Telegram របស់យើងបានផ្លាស់ប្ដូរពីភាសាអង់គ្លេសមកជាភាសាខ្មែរអញ្ចឹងបងប្អូនចូលមកកន្លែង menu របស់យើងមកអញ្ចឹងកន្លែងនេះគឺសុទ្ធតែជាភាសាខ្មែរទាំងអស់កញ្ញាត់បាទចូលកន្លែងកំណត់បាទអញ្ចឹងយើងឃើញថាគឺសុទ្ធតែជាភាសាខ្មែរដោយសារតែយើងបានផ្លាស់ប្ដូរទៅជាភាសាខ្មែរប្រសិនជាបងប្អូនចង់ផ្លាស់ប្ដូរមកជាភាសាអង់គ្លេសវិញគឺបងប្អូនចុចមកលើកន្លែងឆ្នុច3ចុចកន្លែងការកំណត់ហើយចុចយកកន្លែង language កន្លែងនេះមកចឹងបងប្អូននឹងធ្វើការផ្លាស់ប្ដូរមកជាភាសាអង់គ្លេសវិញគឺទៅតាមហ្នឹងទៅបាទហើយបងប្អូនយល់ព្រមចឹងវានឹងត្រឡប់មកជាភាសាអង់គ្លេសវិញហើយបាទចំណែកតកតងនៅក្នុងទូរស័ព្ទបងប្អូននេះគឺខ្ញុំធ្វើនៅលើកុំព្យូទ័របើសិនជាបងប្អូនចង់ធ្វើការផ្លាស់ប្ដូរនៅលើទូរស័ព្ទបងប្អូនគឺបងប្អូនចូលដូចគ្នាមកបាទគឺចូលមកក្នុង chat Telegram ដែលខ្ញុំដាក់ហ្នឹងហើយបងប្អូនចុចនៅលើ link ហ្នឹងមកចឹងហើយបន្ទាប់មកគឺបងប្អូនចុចទៅលើ apply language នៅពេលនោះ Telegram នៅលើទូរស័ព្ទរបស់បងប្អូននឹងធ្វើការផ្លាស់ប្ដូរពីភាសាអង់គ្លេសទៅជាភាសាខ្មែរយើងបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានចំណុចប៉ុណ្ណឹងដើម្បីនឹងចែករំលែកជូនបងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយម្ដងទៀតអរគុណច្រើនសូមជម្រាបលាហើយសូមព្រះយេស៊ូវគ្រីស្ទប្រទានពរ